ចាសសួស្តីបងប្អូនអរគ្នាជួយជាមួយនឹងខ្ញុំត្រៃបងប្អូនចូលឆ្លៃឆ្នៃសតានភាគចិត្តកត់ចិត្តមួយបងប្អូនកុំភ្លេចជួយ like និង subscribe នៅមួយផងណាបងប្អូនដើម្បីបានភាគថ្មីសូមទស្សនាស្ដាប់រឿងដូចតទៅអត់ទេអូនគេហើយនាងប្រញាប់បិទភ្នែកគេយ៉ាងលឿនគេអស់សំណាយថើបនាង4-5សឺតទៅរំបិទភ្នែកគេតាមនាងនៅព្រឹកឡើងគេសន្យាជាមួយនាងថានឹងនាំនាងទៅលេងឪពុកទៅឡើងមិនទាន់គេអង្គុយរៀបចំអីវ៉ាន់ឲ្យនាងទាំងនាងមិនទាន់ភ្ញាក់នាងតូចក្រងើបបំរាស់ខ្លួនតិចតិចយកដៃខ្ទប់ពោះដៃរាវរអ្នកក្បែរខ្លួនតែមិនឃើញទៅបើកភ្នែកសម្លឹងបាត់ទៅណាហើយនាងតូចចុងចិញ្ចាមគេក្រោកលឿនម្លេះរកប្តីមែនទេគេអស់សំណាយដើរទៅក្បែរនាងទៅនាងច្រត់ខ្លួនក្រោកសម្លឹងមើលគេបងក្រោកលឿនម្លេះបងក្រោករៀបចំអីវ៉ាន់ឲ្យអូនបើមិនទាន់អស់ងុយអូនគេមិនតបានអត់ទេអូនទៅងុយទឹកវិញមកបងជាអ្នកងុយឲ្យគេបោះដៃនាងតូចចាប់ដៃគេក្រោកចេញពីគ្រែគេជួយទុកនាងជួយងុយទឹកឲ្យនាងតាំងពីមានកូនគេជួយនាងរហូតធ្វើអីក៏មិនបណ្ដោយឲ្យនាងធ្វើតែម្នាក់ឯងដែរនៅប្រទេសចិនឡានទំនើបលូនចូលទៅក្នុងភូមិគ្រឹះត្រកូលវាងយឺតនាងតូចអត់ក៏សម្លឹងមើលខាងក្រៅទាំងរលីងរលោងទឹកភ្នែកមិននឹកស្មានថាខ្លួនឯងបានមកដល់ជាន់ផ្ទះជាទីស្រឡាញ់នេះម្ដងទៀតទេអូនរំភើបណាស់លោកប្តីនាងចាប់ដៃគេប្រាប់គេទាំងរំភើបគ្រៀនអង្អែលដៃនាងថ្នមទៅខាងក្នុងប្រយ័ត្នផងបងនៅចាំទីនេះគេអង្អែលក្បាលនាងប្រាប់បងមិនចូលទេឬនាងតូចសួរតិចគេក្រវីក្បាលគ្រាន់តែប៉ុណ្ណឹងគេរអ៊ីសចិត្តនឹងដៃឪពុកគេទៅហើយបើឲ្យឈានជើងចូលទៀតគេធ្វើមិនបានទេមិនអីទេអញ្ចឹងបងចាំអូននៅទីនេះហើយអូនទៅតែមួយផ្លែតទេណានាងក្រសប់មុខគេប្រាប់ជួយចិត្តគេដូចគ្នាទើបនាងមិនបង្ខំគេញឹមងក់ក្បាលទើបនាងឈានជើងចុះពីឡានមានអ្នកបំរើមកទទួលសំបីតែលោកវាងក៏ដូចគ្នាមូលីឃើញកូនស្រីភ្លាមទឹកភ្នែកគាត់ច្រៅមកភ្លាមបញ្ញាប់រត់ទៅរកនាងមូលីឃើញមុខឪពុកហើយក៏ហូរទឹកភ្នែកដូចគ្នាតែមិនហ៊ានរត់ទៅរកណាមួយរត់មិនរួចកូនយ៉ាងម៉េចហើយសុខសប្បាយទេមូលីសុខសប្បាយណាស់ប៉ាទូប៉ានៅក្រៅប៉ាចាស់ឆ្ងាយណាស់ប៉ាជាមនុស្សចាស់ឲ្យក្មេងមិននឹងកើតមានស្ថើយទាំងទឹកភ្នែកចុះគេមិនចុះមកទេឬគាត់សម្លឹងមើលឡានពស់ខ្មៅដែលឈប់ចតមានទាំងស្រមោលមនុស្សអង្គុយនៅខាងក្នុងអត់ទេនាងក្រវីក្បាលប្រាប់អញ្ចឹងចូលទៅខាងក្នុងទៅណោះកុំឲ្យក្តៅទៅប៉ាផងគាត់អង្អែលពុះកូនស្រីថ្នមនាងល្អិតញញឹមទៅគាត់ដឹកដៃនាងចូលទៅខាងក្នុងគ្រិនសម្លឹងមើលនាងពីក្នុងឡានមិនដាក់ភ្នែកទោះតែនាងចូលទៅផុតទៅគេដកដង្ហើមធំលោកប្រុសមិនខ្លាចអ្នកស្រីមិនត្រឡប់មកវិញទេឬខេវិនសួរតិចយើងខ្លាចទៅយើងមកជាមួយតែពេលឃើញនាងសប្បាយចិត្តយើងក៏សប្បាយចិត្តដែរសប្បាយចិត្តទាំងលោកប្រុសកំពុងកាត់ទុកមែនទេអ្នកណាថាយើងមិនបានកាត់ទុកទេគេយាមកចេញសម្ដីលោកប្រុសអាចកុហកបានតែកែភ្នែកលោកប្រុសកុហកមិនបានទេគេលឺហើយមិនមាត់ព្រោះចិត្តកំពុងសោកសៅពិតមែននៅ2ម៉ោងក្រោយមកនាងនឹកប៉ានិយាយជាមួយប៉ាឡើងយូរអួតពីគេរហូតព្រោះគេមើលថែនាងបានល្អមើលថែនាងដោយព្រះនាងជុកនិយាយដល់ថ្នាក់ភ្លេចខ្លួនថាមានអ្នករកចាំពេលនឹកឃើញទៅបញ្ញាប់លាប៉ាគាត់នៅចាំខ្ញុំយូរហើយខ្ញុំទៅវិញហើយណាមានពេលខ្ញុំនឹងមកលេងប៉ាទៀតបាទកុំឲ្យគេចាំយូរមើលថែខ្លួនផងឮច្បាស់ចេញពីមាត់កូនស្រីថាគេមើលថែគាត់មិនសូវបារម្ភប៉ុន្មានចៅក៏កុំសូវធ្វើបាបម៉ាក់ឬទេមនុស្សចាស់សប្បាយចិត្តពេលនឹកដល់ចៅទៅប្អូនប្រាប់ចៅតិចអត់អែតក្នុងពោះយកជើងធាក់ពោះជាចម្លើយថាដឹងហើយធ្វើឲ្យអ្នកគ្រប់គ្នាអស់សំណើចមានរឿងអីប្រាប់ប៉ាណាកូនបើប៉ាជួយប៉ានឹងជួយគាត់អង្អែក្បាលកូនប្រាប់ចាញ់ញញឹមទៅអោបគាត់យ៉ាងកក់ក្ដៅសប្បាយចិត្តខ្លាំងពេលបានជួបគាត់តែក៏សោកសង្រេងបន្តិចព្រោះដល់ពេលបែកលោកវាងរំសាយកូនស្រីចេញពីដៃថ្នមចាប់ឲ្យនាងគុំចូលគ្នាភ្នែកក៏លេចឃើញជាជាតិលើដៃកូនស្រីធ្វើឲ្យគាត់ចង់ចិញ្ចាំញញឹមមានអារម្មណ៍ថាចិញ្ចៀនមួយនេះដូចធ្លាប់ឃើញតែរនឹកមិនឃើញសោះចិញ្ចៀននេះគេឲ្យកូនមែនទេចាស់នាងងក់ក្បាលគាត់មិនដេញដោលតែមិនអស់ចិត្តដូចគ្នាមកប៉ាជូនដំណើរកូនគាត់ប្រាប់នាងញញឹមកាន់ដៃនាំគ្នាចេញទៅខាងក្រៅលោកប្រុសអ្នកស្រីត្រឡប់មកវិញហើយខេវិនប្រាប់ទៅអ្នកដែលអង្គុយសម្លឹងមើលទៅមកខាងបែរមករកនាងឃើញនាងដើរចេញមកជាមួយឪពុកក៏ឈៀងជើងចូលពីឡានឈរចាំទទួលកូនទៅហើយប៉ាមើលថែសុខភាពផងណាបាទប៉ាដឹងហើយមនុស្សចាស់ញញឹមទៅនាងឆ្មក់ថើបធ្វើជ្រួញមួយសើតកូនលីហើយលោកប៉ាកូនស្រឡាញ់លោកប៉ាបំផុតប៉ាក៏ដូចគ្នាគាត់ញញឹមសម្លឹងនាងទៅនាងតូចដាក់ចិត្តលេងដៃពីគាត់ដើរទៅរកអ្នកដែលឈរចាំ
គេឃើញយើងដើរមកក៏បោះដៃទទួលនាងលិតខាងដៃគេវិញញញឹមដាក់គេខ្ញុំផ្ញើកូនសេរីផងលោកវាងផ្ដាំគេគ្រាន់តែងាកកមើលបន្តិចមិនឆ្លើយតបលោកវាងមិនបានប្រកាសញញឹមទាំងជូចាប់សម្លឹងមើលកូនស្រីឡើងឡានតែភ្នែកមនុស្សចំណាស់បែរជាប្រទេសនឹងចិញ្ចៀននឹងរៀនដៃអ្នកប្រុសកំឡោះធ្វើឲ្យគាត់ភ្ញាក់ផ្អើលកៀងមួយរំពេចនេះគឺជាកូនប្រុសតង់វាងឈឺគាត់ចាំបានព្រោះចិញ្ចៀននេះគាត់ឃើញតង់វាងឈឺជាអ្នកពាក់លើលោកនេះក៏មានតែតង់វាងឈឺប៉ុណ្ណោះដែលមានចិញ្ចៀននេះវាចៃដន្យទេដឹងជាការចៃដន្យឬជាការពិតនៅតាមឡាននាងល្អិតអង្គុយនៅក្បែរប្តីឃើញមុខប្តីមិនស្រស់ទើបក៏សក់មុខប្តីសួរបងកើតអីមែនទេអត់មានទេអូនឃើញមុខបងមិនសប្បាយចិត្តមានរឿងតិចតួចគេនឹងមិនតបនាងមូលីទម្លាក់ក្បាលកាយលើទ្រង់គេយកដៃគេអោបចង្កេះគេណែនអូនមិនដឹងថាបងនឹងប៉ាអូនធ្លាប់មានរឿងអតីតកាលបែបណាជាមួយគ្នាទេតែពេលនេះអ្នកទាំងពីរជាមនុស្សសំខាន់បំផុតក្នុងជីវិតអូនមិនចង់ឲ្យអ្នកទាំងពីរជួបគ្នាទេនាងប្រាប់គេតិចគេចូលចិត្តនាងទៅអោនថោកផ្ទះនាងលិតបន្តរវាងអ្នកទាំងពីរបើឲ្យអូនជ្រើសអូននឹងមិនចោមអ្នកណាទេបងដឹងគ្រាន់តែរឿងខ្លះវាដិតដាមនៅក្នុងចិត្តបងភ្លេចមិនបានគេឯងក្បាលនាងប្រាប់ហើយទេអូនសុំមិនថារឿងនោះជារឿងអ្វីទេរឿងដែលធ្វើឲ្យបងកាត់ទុកបងបំភ្លេចចោលទៅណាហើយមកចាប់ដើមរឿងល្អៗជាមួយគ្នានឹងអូនទោះអូនមិនអាចធ្វើឲ្យបងសប្បាយចិត្តគ្រប់ពេលវេលាតែអូនក៏មិនចង់ឃើញបងកាត់ទុកដែរបាទបងនឹងធ្វើតាមអូនបងនឹងបំភ្លេចអតីតកាលចោលអរគុណបងដែលព្រមធ្វើវាដើម្បីអូននាងងើបមុខសម្លឹងគេទាំងរំភើបអ្វីដែលបងអាចធ្វើបានបងនឹងធ្វើវាទាំងអស់ដើម្បីអូនគេអែមុខនាងប្រាប់មុននឹងអោនថាផ្កានាងមួយខ្សើតនាងទុយបិទភ្នែកទាំងសប្បាយចិត្តព្រមទទួលយកភាពកក់ក្ដៅពីគេនៅប្រហែលថ្ងៃក្រោយមកគ្រីនអង្គុយធ្វើការនៅក្នុងបន្ទប់ធ្វើការខណៈប្រពន្ធសម្លាញ់ចិត្តកំពុងដើរលេងជាមួយអ្នកបម្រើស្រីក្នុងសួនឥឡូវនេះទូកាយគេឆ្ងាយពីនាងមានតែបេះដូងគេនៅជាមួយនាងរហូតលោកប្រុសប៉ាអ្នកស្រីចង់ជួបយើងមិនទំនេរគ្រាន់តែឮឈ្មោះក៏គេមិនរាក់ទាក់ឪពុកក្មេកក៏ដោយគាត់ប្រាប់ថាមានរឿងសំខាន់ពាក់ព័ន្ធនឹងគ្រួសារតង់ខេហ្វេនអនក្បាលប្រាប់គេគ្រាន់តែឮក៏អសកម្មភាពបន្តិចព្រមទទួលទូរស័ព្ទពីកូនចៅមានកាអីគេសួរមិនស្លូតឮសំឡេងក៏ដឹងថាមិនពេញចិត្តនឹងនិយាយប្រហែលឆ្នាំនេះសុខសប្បាយឬអត់តង់ហាន់ស៊ូគាត់សួរស្រាលស្រាលគ្រីនគ្រាន់តែឮឈ្មោះខ្លួនឯងក៏ខ្ញុំបិចនៅនឹងដៃតតែបាក់កុំហៅឈ្មោះយើងគេខឹងឡើងក្រហមភ្នែកពូដឹងថារឿងនោះពូខុសពូចង់សុំទោសឯងយើងគ្មានទោសលើកឲ្យលោកទេវាំងមកឈិនលោកវាំងដកដង្ហើមបន្តិចលោកសម្រាប់គ្រួសារយើងត្រឹមពាក្យសុំទោសមួយម៉ាត់គិតថារួចគ្នាពូមិនបានចង់ឲ្យឯងលើកលែងឲ្យពូទេកំហុសពូវាធ្ងន់ណាស់ពូចង់រំលៀងឲ្យកំហុសគ្រប់យ៉ាងឲ្យឯងយើងមិនត្រូវការគេចង់បំភ្លេចគ្រប់យ៉ាងចោលហើយហេតុអ្វីនៅតែមករំលឹកបើឯងធ្វើបែបនោះពិតមែនពូនឹងមានកំហុសឆ្គងជាមួយមិត្តពូអស់មួយជីវិតអាណិតតាចាស់អ្នកនេះផងទៅហាន់ស៊ូពូពិតជាដឹងខុសណាស់លោកនៅដឹងខុសដែរគេអស់សំណាយដើរមកសើចទាំងឈឺចិត្តផ្ដល់ឱកាសឲ្យពូផងពូចង់ជួបឯងលោកលៀងកំហុសពូគេស្ងាត់តែក្តាប់ដៃណែនក្តាប់ឡើងលិចក្រចោចេញឈាមអាទិត្យក្រោយតាចាស់ម្នាក់នេះចង់ជួបឯងសង្ឃឹមថាឯងមកជួបតាចាស់ម្នាក់នេះផងតាមសន្យាគាត់និយាយចាប់គាត់ចុចបត់គ្រីនក្តាប់ដៃណែនច្រៅដោយកំហឹងបោកទូរស័ព្ទបែកខ្ចាយនៅលើការ៉ូអ្នកណាសន្យាយើងមិនបាននិយាយថាពីពេលណាគេដកដង្ហើមញាប់សឹងតែស្ទះទ្រូងនៅពេលរងាពេលត្រឡប់មកផ្ទះវិញទឹកមុខធុញថប់តាំងពីព្រលឹមតែពេលឃើញនាងដើរមកទទួលក៏ប្រញញឹមដើរទៅរកនាងបងមកវិញហើយឬអូនញ៉ាំបាយពេលងាយរួចឬនៅគេឯងក៏បាននាងសួរមិនទាន់ទេអូនចាំញ៉ាំជាមួយបងឃ្លានឬនៅនាងតូចញញឹមសួរប្តីឃ្លានហើយតាមពិតមិនទាន់ឃ្លានតែត្រូវកំដៅនាងព្រោះមិនចង់ឲ្យនាងចាំគេអញ្ចឹងទៅញ៉ាំបាយទៅរកចំណិតដូចគ្នាលោកទៅសម្រាប់បានហើយបាទអ្នកស្រីខេវិនអូនក្បាលគោរពដើរចេញទាំងញញឹមពេលថ្ងៃគេទៅមានទូនីតិតែពេលយប់ជាទូនីតិរបស់អ្នកស្រីគេគ្មានអីត្រូវធ្វើទៀតទេហើយនេះហូបច័ន្ទមុខណាស់ណគេធ្វើជានិយាយទាំងញញឹមទីងកៅអីពូកឲ្យនាងអង្គុយមូលីដាក់ខ្លួនអង្គុយថ្នមគេជួយទប់ហើយនេះសុទ្ធតែហូបដែលលោកប្រុសចូលចិត្តអ្នកស្រីធ្វើជាពិសេសទុកឲ្យទុកសម្រាប់លោកប្រុសអមមេផ្ទះញញឹមញញែមប្រាប់សម្រាប់បងបែរមុខទៅមើលនាងរំភើបណាស់នាងមានទម្ងន់ពិបាកដើរពិបាកអង្គុយនៅឃ្លាតធ្វើដើម្បីគេទៀតមិនចូលចិត្តឬអត់ទេតែបងមិនចង់ឲ្យអូនហត់គេចាប់ដៃនាងថ្នមមូលីញញឹមអង្អែលដៃប្តីវិញ
mình ấy tê bà ơi ôn quỳ xiêm con mình cả đạiเป็ด ប្រាប់ ឲ្យ ធ្វើ ចលនាឲ្យ បាន ច្រើន ព្រោះ ជិត ដល់ ថ្ងៃ សម្រាប់ ហើយ ចុះ អូន មាន ឈឺ ពោះ ឬ អត់ ទេ គ្រាន់តែ ឈឺ ពេក កូន ធាក់ បន្តិច បន្តួច អាច នឹង ប្រហែល ជា គេ ត្រេក អរ ព្រោះ ជិត បាន ឃើញ ពលឺ ថ្ងៃ ទេ ដឹង គេ ឯង ក៏ បាន នាង ទេ ញញឹម បង ញ៉ាំ ទៅ ក្រែង បន្តិច ទៀត ត្រជាក់ អស់ បាទ គេ ស្ដាប់ តាម នាង ដួម ហូប យក មក ញ៉ាំ មិន ភ្លេច ដួស ដាក់ ចាន ឲ្យ នាង ឆ្ងាញ់ ឬ អត់ ស្រាដៃ អូន ឆ្ងាញ់ ជាង គេ លើ លោក គេ លើក មេដៃ សរសើរ នាង ល្អិត សប្បាយ ចិត្ត អញ្ចឹង បង ញ៉ាំ ឲ្យ ច្រើន ទៅ បាទ គេ ឆ្លើយ សម្ដី ផ្អែម ដាក់ នាង ធ្វើ ឲ្យ នាង ក្រប មួយ មាត់ ញញឹម ជាប់ សប្បាយ ចិត្ត រហូត នៅ យប់ ឡើង នាង តូច គេង លក់ លង់ ក្នុង ដំណេក យ៉ាង ស្កប់ ស្កល់ មាន គេ គេង អោប ពី ក្រោយ គ្រាម ថា ក្បាល នាង មើល សើច ស្រុក ក្លិន នាង ចូល នៅ ក្នុង សួន យប់ ជ្រៅ ណាស់ ហើយ គេ នៅ គេង មិន ទាន់ លក់ ជីវិត បង ជា របស់ អូន និង កូន មិន ថា មាន រឿង អ្វី ក៏ ដោយ ក៏ បង នៅ តែ ស្រឡាញ់ នៅ តែ ធ្វើ គ្រប់ យ៉ាង ដើម្បី អូន គេ ថើប ស្មា នាង មួយ សើច ក្តី ស្រឡាញ់ ចំពោះ នាង មិន អាច កាត់ ថ្លៃ បាន ស្រឡាញ់ នាង ស្មើ ជីវិត តែ ឪពុក នាង ជា អ្នក សម្រាប់ គ្រួសារ គេ គេ ចាំ បំភ្លេច ទី ចោល បន្តែ បំភ្លេច មិន បាន រឹត តែ បំភ្លេច រឹត តែ នឹក ឃើញ ទង្វើ ប្រេះ ផ្សាយ ដែល ឪពុក នាង ធ្វើ មក លើ គេ ចា គូ បង សម្រាប់ ការ ទស្សនា ត្រាប់ រឿង ឆ្លើយ ស្នេហ៍ សាតាន ភាគ ចិត្ត កត់ ចិត្ត 1 ចាប់ តែ ប៉ុណ្ណេះ បង ចា គុណ ច្រើន សម្រាប់ ការ ទស្សនា ស្ដាប់ វីដេអូ របស់ នេះ ខ្ញុំ ចា គុណ បង